បាទគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនហ្នឹងហើយនេះកដោបនេះអាយុកាលវាបាន6ថ្ងៃជាងហើយបាន6ថ្ងៃជាងហើយអញ្ចឹងថ្ងៃនេះខ្ញុំមកនិយាយអំពីទីផ្សារកដោបបច្ចុប្បន្នបន្តិចអញ្ចឹងតែជូនដល់ពុកម៉ែបងប្អូនដែលចិញ្ចឹមទាំងអស់គ្នាហ្នឹងអញ្ចឹងបច្ចុប្បន្ននេះទីផ្សារកដោបចូលខែ6ចូលខែ7នេះគឺវារៀងធ្លាក់ថ្លៃវិញពុកម៉ែបងប្អូនហ្នឹងអាហ្នឹងមិនបានពុកម៉ែបងប្អូនដែរមិនបានចូលខែ6ខែ7ហ្នឹងរៀងធ្លាក់ថ្លៃដោយសារគេខែ6ខែ7ហ្នឹងគឺវាសបោស្មៅសបោចំណីអញ្ចឹងណាសបោអញ្ចឹងហើយអញ្ចឹងពុកម៉ែបងប្អូនខ្លះគាត់បរិយច្រើនត្រង់គាត់ចិញ្ចឹមបានបរិយច្រើនត្រង់អញ្ចឹងហើយដល់ពេលចិញ្ចឹមបានច្រើនអញ្ចឹងគឺវាសបោអញ្ចឹងគឺធ្វើឲ្យឈ្មួញគាត់ទិញច្រើនហ្នឹងទៅគឺវាធ្លាក់ថ្លៃហ្នឹងពុកម៉ែបងប្អូនហើយតម្លៃវាបច្ចុប្បន្ននេះបើតម្លៃចាប់ត្រង់ចន្លោះវាពី25,000ឡើងតិចតួចឬក៏25,000ចុះតិចតួចហ្នឹងពុកម៉ែបងប្អូនអាហ្នឹងចំពោះតម្លៃចាប់ត្រង់ប៉ុន្តែបើសិនជាតម្លៃឈ្មួញកដាលឬទៅខាងលើទៀតអាហ្នឹងខ្ញុំអត់ដឹងទេអាហ្នឹងជាការងាររកស៊ីរបស់ពួកគាត់ទេតែគាត់ថាខ្ញុំប្រាប់គឺតម្លៃសប្តាហ៍ថ្ងៃនេះបច្ចុប្បន្ននេះគឺតម្លៃចាប់ត្រង់ចន្លោះវា25,000ឡើងតិចតួចចុះតិចតួចហ្នឹងណាហើយរហូតទៅដល់ខែ12ខែ11 12អាហ្នឹងបានកដោបយើងចាប់ផ្ដើមឡើងថ្លៃវិញហ្នឹងណាមិនបានថាខែ11 12បានកដោបយើងចាប់ឡើងផ្ដើមឡើងថ្លៃគឺនៅពេលហ្នឹងគឺវារៀងខ្សោះស្មៅខ្សោះចំណីតិចហើយទី2គឺដល់ខែហ្នឹងគឺវាអត់សូវមានភ្លៀងទេអត់សូវមានភ្លៀងអញ្ចឹងបុកម៉ែបងប្អូនមួយចំនួនគឺគាត់ទៅនៃពីការងារគឺគាត់ចូលចិត្តចេញក្រៅដើរលេងអញ្ចឹងណាដល់ពេលចេញក្រៅដើរលេងគឺពួកដែលគាត់ពងតាមតូបតាមហាងគឺអាចលក់ដាច់ច្រើនអញ្ចឹងហើយបានធ្វើឲ្យកដោបយើងឡើងថ្លៃចន្លោះពីខែ12រហូតមកដល់ខែ6វិញហើយមួយទៀតគឺសម្រាប់ពុកម៉ែបងប្អូនដែលថាចិញ្ចឹមកដោបហើយអត់មានទីផ្សារគឺខ្ញុំជួយប្រាប់ពីទីផ្សារឲ្យទីផ្សារធំហ្នឹងណាទីផ្សារធំពេលពុកម៉ែបងប្អូនមានប្រមាណ100គីឡូគេយកដល់ក្នុងមួយថ្ងៃហ្នឹងណាពុកម៉ែបងប្អូនដោយសារតែខ្ញុំស្គាល់ទីផ្សារធំអញ្ចឹងបានខ្ញុំដឹងហើយខ្ញុំចេះតែធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនហើយក្នុងមួយថ្ងៃពុកម៉ែបងប្អូនមានប្រមាណ100គីឡូគេយកដែរសំខាន់គឺកដោបស្រស់កដោបរស់គឺកដោបវាអត់មានខូចអត់មានស្អុយណាអញ្ចឹងពុកម៉ែបងប្អូនចង់ដឹងថាទីផ្សារធំហ្នឹងគឺតាក់ទងតាមណាចឹងពុកម៉ែបងប្អូនអាចជួយ like ជួយជាវនិងជួយ share បន្តនៅវីដេអូរបស់ខ្ញុំឲ្យពុកម៉ែបងប្អូនផ្សេងទៀតគាត់អត់ដឹងហ្នឹងណាហើយបើពុកម៉ែបងប្អូនដែលថាចិញ្ចឹមបានច្រើនហើយអត់មានទីផ្សារចាំនៅ comment នៅក្រោមវីដេអូរបស់ខ្ញុំនឹងប្រាប់លេខ Telegram ឲ្យពុកម៉ែបងប្អូនមានប្រមាណ100គីឡូគេយកដល់ក្នុងមួយថ្ងៃហ្នឹងពុកម៉ែបងប្អូនគឺខ្ញុំនិយាយពិតទេខ្ញុំអត់ខកទេបើចិញ្ចឹមបានឯខ្វះទីផ្សារ comment នៅក្នុងក្រោមវីដេអូរបស់ខ្ញុំមកខ្ញុំប្រាប់លេខ Telegram ឲ្យពុកម៉ែបងប្អូនពិភាក្សាពីតម្លៃជាមួយគ្នារបស់គាត់ទៅហ្នឹងណាចឹងអរគុណច្រើនពុកម៉ែបងប្អូនហ្នឹងណាថ្ងៃនេះគឺខ្ញុំចង់បង្ហាញតែប៉ុណ្្នឹងទេតម្លៃទីផ្សារកដោបនោះចាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយហើយកុំភ្លេចជួយ share បន្តផងពុកម៉ែបងប្អូនជួយ share បន្តឲ្យពុកម៉ែបងប្អូនខ្លះដែលគាត់ចិញ្ចឹមច្រើនហើយអត់មានទីផ្សារគឺ share បន្តទៅហើយនៅ comment នៅក្រោមវីដេអូរបស់ខ្ញុំនឹងប្រាប់ពីទីផ្សារកដោបធំពុកម៉ែបងប្អូនមានប្រមាណ100គីឡូគេយកដល់ក្នុងមួយថ្ងៃចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត